តើគាត់អាចទៅជាឆ្លុះវិញនឹងវិស័យភាពយន្តដ៏កម្រិតណាទើបហ៊ានបញ្ជាឲ្យចារកម្មទៅចាប់ជំរិតអ្នកដឹកនាំរឿងដ៏ល្បីបំផុតពីប្រទេសកូរ៉េត្បូងយកមកធ្វើកុនឲ្យខ្លួនឯងមើលលោកគីមជុងអ៊ីលធ្លាប់បានធ្វើរឿងដែលពិភពលោកមិនធ្លាប់គិតដល់ដោយការបង្កើតខ្សែភាពយន្តបែបបិសាចដ៏ល្បីដែលមានចំណងជើងថាភូលកាសារីឡើងតាមរយៈការបង្ខិតបង្ខំនិងធ្វើទរណកម្មសិល្បករកូរ៉េត្បូងក្នុងវីដេអូនេះយើងនឹងទៅដឹងពីរឿងរ៉ាវពិតដែលមិនគួរឲ្យជឿមួយអំពីមហិច្ឆតាដ៏ឈ្ងុយលីលីរបស់មេដឹកនាំកូរ៉េជើងទាំងអស់គ្នានៅក្នុងទសវត្សរ៍ឆ្នាំ1960ដល់ឆ្នាំ1970វិស័យភាពយន្តរបស់កូរ៉េត្បូងគឺមានការរីកចម្រើនយ៉ាងខ្លាំងដែលក្នុងនោះលោកស្រីឆយអ៊ុនហ៊ីគឺជាតារាសម្ដែងស្រីដ៏ល្បីល្បាញបំផុតរហូតត្រូវបានគេប្រសិទ្ធនាមឲ្យថាម្ចាស់ស្ត្រីនៃវិស័យភាពយន្តកូរ៉េត្បូងចំណែកឯអតីតស្វាមីរបស់គាត់គឺលោកស៊ីនសាំងអុកក៏ជាអ្នកដឹកនាំរឿងកំពូលប្រចាំប្រទេសផងដែរដោយសារតែភាពល្បីល្បាញនិងទេពកោសល្យដ៏អស្ចារ្យរបស់អ្នកទាំងពីរនេះហើយទើបធ្វើឲ្យពួកគេបានធ្លាក់ចូលទៅក្នុងខ្សែភ្នែករបស់លោកគីមជុងអ៊ីលដែលជាកូនប្រុសរបស់មេដឹកនាំកូរ៉េខាងជើងគឺលោកគីមអ៊ីលសុងនៅពេលនោះលោកគីមជុងអ៊ីលគឺជាមនុស្សដែលចូលចិត្តនិងញៀនផ្កាប់មុខទៅលើវិស័យភាពយន្តយ៉ាងខ្លាំងលោកមានមហិច្ឆតាចង់ឲ្យភាពយន្តកូរ៉េខាងជើងល្បីល្បាញលើឆាកអន្តរជាតិនិងចង់ឈ្នះពានរង្វាន់អូស្ការប៉ុន្តែលោកយល់ថាផលិតកររបស់កូរ៉េខាងជើងដែលមានស្រាប់នឹងគឺគ្មានសមត្ថភាពគ្រប់គ្រាន់ឡើយហើយដូចនេះហើយទើបនៅឆ្នាំ1978ផែនការចាប់ចម្រិតដ៏ខ្មៅងងឹតមួយត្រូវបានរៀបចំឡើងដោយលោកគីមជុងអ៊ីលបានបញ្ជាឲ្យចារកម្មកំណត់គោលដៅចាប់ខ្លួនលោកស្រីឆយអ៊ុនហ៊ីកិច្ចប្រតិបត្តិការនោះត្រូវបានចាប់ផ្ដើមឡើងតាមរយៈការលបួងដោយគេបានបោកប្រាស់លោកស្រីឆយឲ្យធ្វើដំណើរទៅកាន់ទីក្រុងហុងកុងក្រោមលេសថាទៅជួបអ្នកវិនិយោគទុនភាពយន្តម្នាក់ប៉ុន្តែនៅពេលទៅដល់លោកស្រីក៏ត្រូវបានចារកម្មរបស់កូរ៉េជើងចាប់ដាក់ថ្នាំសន្លប់ហើយក៏បានដឹកទៅតាមកប៉ាល់សម្ងាត់សម្ដៅទៅទីក្រុងព្យុងយ៉ាងភ្លាមក្រោយពីការបាត់ខ្លួនអតីតភរិយារបស់គាត់លោកស៊ីនសាំងអុកដែលជាអ្នកដឹកនាំរឿងក៏បានធ្វើដំណើរទៅកាន់ទីក្រុងហុងកុងដើម្បីតាមរកនាងប៉ុន្តែជាអកុសលក៏ត្រូវបានចារកម្មកូរ៉េជើងចាប់ចម្រិតយកទៅដែរនៅក្នុងឆ្នាំដដែលនោះដែលប្រៀបដូចជានុយទី2ជាប់អន្ទាក់យ៉ាងចឹងបន្ទាប់ពីត្រូវគេចាប់ខ្លួនទៅពួកគេត្រូវរស់នៅក្នុងជីវិតមួយដែលប្រៀបដូចជាគុកមាសដែលដំបូងឡើយអ្នកទាំងពីរមិនដឹងថាដៃគូរបស់ខ្លួនត្រូវបានចាប់ខ្លួនមកដែរនោះទេលោកស៊ីនសាំងអុកក៏ត្រូវបានគេដាក់ឃុំនៅក្នុងពន្ធនាគារនិងត្រូវរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរអស់រយៈពេល4ឆ្នាំដោយសារតែគាត់បានព្យាយាមរត់គេចខ្លួនជាច្រើនដងរហូតដល់ឆ្នាំ1983ទើបលោកគីមជុងអ៊ីលបានរៀបចំកម្មវិធីជួបលៀងមួយហើយអនុញ្ញាតឲ្យអ្នកទាំងពីរបានជួបគ្នាឡើងវិញនៅក្នុងជំនួបនោះមេដឹកនាំរូបនេះក៏បានសូមទោសនិងបានផ្ដល់នូវសំណើដែលពួកគេមិនអាចបដិសេធបានថាត្រូវជួយអភិវឌ្ឍវិស័យភាពយន្តកូរ៉េខាងជើងជាថ្នូរនឹងជីវិតដ៏ស៊ីវិល័យក្រោមការបង្ខំចិត្តនេះក្នុងរយៈពេល3ឆ្នាំពីឆ្នាំ1983ដល់ឆ្នាំ1986ពួកគេក៏បានផលិតភាពយន្តឲ្យកូរ៉េខាងជើងបានចំនួន7រឿងក្នុងនោះរឿងដែលល្បីល្បាញជាងគេគឺមានចំណងជើងថាភូលកាសារីដែលផលិតនៅក្នុងឆ្នាំ1985ដែលជាភាពយន្តបែបបិសាចស្រដៀងគ្នាទៅនឹងរឿង Godzilla របស់ជប៉ុនដែរទោះបីជាទទួលបានការរស់នៅយ៉ាងស៊ីវិល័យក៏ដោយក៏ពួកគេមិនបោះបង់ក្តីសង្ឃឹមនៅក្នុងការស្វែងរកសេរីភាពឲ្យខ្លួនឯងវិញឡើយហើយបន្ទាប់ពីបានសាងទំនុកចិត្តជាមួយនឹងលោកគីមជុងអ៊ីលអស់រយៈពេលជាច្រើនឆ្នាំមកពួកគេក៏ទទួលបានសេរីភាពខ្លះៗនៅក្នុងការធ្វើដំណើរទៅក្រៅប្រទេសដើម្បីផ្សព្វផ្សាយភាពយន្តឱកាសមាសរបស់ពួកគេក៏បានមកដល់នៅក្នុងខែមីនាឆ្នាំ1986នៅពេលដែលពួកគេបានធ្វើដំណើរទៅកាន់ទីក្រុងវីយ៉ែនប្រទេសអូទ្រីសហើយទោះបីជាស្ថិតក្រោមការតាមដានយ៉ាងតឹងរ៉ឹងពីអង្គរៈកូរ៉េជើងក៏ដោយក៏ពួកគេបានឆ្លៀតពេលបន្ថយរត់នៅពេលដែលអង្គរៈទាំងនោះបានភ្លេចខ្លួននៅពេលនោះអ្នកទាំងពីរក៏បានសម្រេចចិត្តរត់ចូលទៅក្នុងឡានតាក់ស៊ីហើយក៏បានប្រាប់តកងឡានឲ្យបើកសម្ដៅទៅកាន់ស្ថានទូតរបស់អាមេរិកប្រចាំប្រទេសអូទ្រីសក្នុងល្បឿនលឿនបំផុតហើយជាលទ្ធផលពួកគេក៏បានចូលជ្រកកោនផ្នែកនយោបាយជាមួយអាមេរិកដោយជោគជ័យនិងបានលាតត្រដាងអំពីរឿងរ៉ាវដ៏រន្ធត់នេះទៅកាន់ពិភពលោកអញ្ចឹងតើអ្នកទាំងគ្នាយល់យ៉ាងណាដែរចំពោះមហិច្ឆតារបស់មេដឹកនាំកូរ៉េជើងរូបនេះហើយបើពេញចិត្តវីដេអូបែបនេះកុំភ្លេចជួយ follow ខ្ញុំម្នាក់មួយផងហើយខ្ញុំនឹងវិលមកជួបអ្នកទាំងគ្នានៅវីដេអូក្រោយអរគុណជម្រាបលា